tutorial How to make computer run faster by Vidbolching សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញវីដេអូមួយអំពីវិធីសាស្ត្រធ្វើឲ្យកុំព្យូទ័រដើរលឿនដំណើរការលើ Windows 7 បាទចំណុចទី1គឺយើងត្រូវលុបកម្មវិធីដែលយើងមិនប្រើដើម្បីចូលក្នុងកម្មវិធីយើងត្រូវចុច Start ចុច Control Panel ចុចយក Uninstall a program រួច select កម្មវិធីណាដែលយើងមិនប្រើហើយលុបវាចោលទៅចំណុចទី2កំណត់ដំណើរការកម្មវិធីនៅពេលចាប់ផ្ដើមបើកម៉ាស៊ីនអញ្ចឹងត្រូវចុច Start យើងវាយពាក្យ msconfig ចុច Enter Start up ចុចយក Start up ដក tick លើកម្មវិធីផ្សេងទាំងអស់ចេញបាទចំពោះកុំព្យូទ័ររបស់ខ្ញុំទុកអង្គ antivirus មួយនៅពេលដែលវាចាប់ផ្ដើមដំណើរការកុំព្យូទ័រឲ្យវាដើរមកព្រមគ្នាដើម្បីការពារកុំព្យូទ័របាទនៅក្នុងនេះដែរយើងកំណត់ boot ឲ្យវាដើរបើកលឿនដំបូងយើងចុច boot យើងចុច advanced option ចុចយកបាទ processor យកឲ្យច្រើនបំផុតនេះមាន4ខ្ញុំយក 4 maximum memory ចុចលើ maximum memory ចុច OK ហើយជ្រើសរើស time out បាទយកត្រឹម10បានហើយបាទហើយចុច OK ទី3ចូលយក defragment hard disk Start computer drive C right click យក property ចុច tool ចុច defragment បាទហើយយើងយក defragment លើ drive C និង drive ផ្សេងទៀតដោយចុចកន្លែងនេះចុច defragment disk បន្ទាប់ពី defragment ចប់ហើយយើងអាចកន្លែងនេះនៅត្រង់ general យើងចុចពាក្យថា disk clean up បាទយើង select យកទាំងអស់នៅត្រង់នេះហើយចុចពាក្យ OK delete file ចុច OK បាទចំណុចទី5បាទមិញគឺយើងសម្អាត hard disk បាទអ្នកពិនិត្យមើល hard disk ត្រង់ចំណុចត្រង់ពិនិត្យមើលនេះយើងអាចចូលត្រង់នេះពិនិត្យមើលចុច tool យើងយក check now error checking យក check now បាទចំណុចទី5កែ visual effects នៅត្រង់នេះអ្នកនរគ្នាចុច start computer right click យកពាក្យថា property យក advanced system setting បាទនៅក្នុងត្រែង performance យើងចុច setting បាទចុច custom ហើយដក tick ទាំងអស់លើកលែងតែ tick មួយចំនួននេះចេញបាទចុច OK ចំណុចទី6 run ចូល run និងលុប term ចុច start យើងវាយភាគរយ TEM P ភាគរយ enter ហើយយើង select Control A right click យកពាក្យថា delete យក yes នៅត្រង់នេះយើងអាចលុបទាំងអស់បាទលើកលែងតែវាចេញ message នេះហើយយើងយកពាក្យ skip មានថាលុបអ្វីដែលអាចលុបបានហើយអ្វីដែលនៅសល់ទុកវាចុះបាទ skip
ទី7មិនត្រូវបើកកម្មវិធីច្រើនក្នុងពេលតែមួយបាទមួយទៀតគឺទម្លាប់បិទម៉ាស៊ីននៅបាំងទៀងទាត់មានអ្នកខ្លះអត់ចូលចិត្តបិទម៉ាស៊ីនទេគឺចូលចិត្តទុកឲ្យវា standby ហើយទាញកុំព្យូទ័របិទតែម្ដងនៅពេលដែលយើងធ្វើវាទម្លាប់មិនបានបិទឲ្យវាបានត្រឹមត្រូវញយដងវាធ្វើឲ្យកុំព្យូទ័រយើងដើរយឺតបាទទី9គឺសម្អាត desktop បាទហើយបង្កើត folder មួយឧទាហរណ៍ដូចខ្ញុំដាក់ថា all document យ៉ាងហ្នឹងណាបាទទី10គឺកែ registry window បាទយើងចុច start យើងចុច start ចុច run ចុចបាទជ្រើសយកពាក្យ run ចុច regedit ចុច system បន្ទាប់ពី system ហើយcurrent control set បាទ current control set បន្ទាប់ពី control បន្ទាប់ពី control ហើយយក section យកពាក្យ section manager បាទយកបន្ទាប់ពី section manager យើងយក memory management បន្ទាប់យក memory management ហើយយើងយក prefetch parameters បាទហើយ enable superfetch ទៅជា0 enable superfetch ឬក៏យើងចុច left click 2 ដងយើងចុច2ដងចូល v select 0ហើយចុច OK បាទពេលនេះយើងឃើញសញ្ញា0លេខនេះបាទចំណុចទី11 window features យើងចុច start យើងវាយពាក្យ window features បាទនៅខាងលើនេះឃើញយើងវាយប៉ុណ្ណឹងវាចេញមកនេះ turn window features on or off យើងចុចវាបាទនៅត្រង់នេះគឺយើងដក tick នៅលើ game បាទមកវាបាទកន្លែងមួយចំនួនអ្នកនរមើលតាមនេះទៅយើងត្រូវដក tick តាមហ្នឹងណាបាទដក tick និង tick ទៅមានយក media feature យើងគូ click ត្រង់នេះបើឲ្យដក tick ត្រង់នេះដូចខ្ញុំអត់ប្រើ Internet Explorer ខ្ញុំអត់បើកវាទេបាទនៅត្រង់ម្ដុំនេះគឺយើងដក tick ចេញទាំងអស់ណាបាទនៅខាងក្រោមនេះខ្ញុំ tick 3នេះដក tick និង tick តាមខ្ញុំនេះមកបងចុច OK បាទចំណុចទី12គឺយើងប្រើ antivirus បាទចំពោះខ្ញុំគឺខ្ញុំញ៉ា antivirus free antivirus របស់ខ្ញុំគឺ Avast បាទអ្នកនរគ្នាមើល expiration date Avast របស់ខ្ញុំគឺផុតកំណត់ឆ្នាំ2038ឯណោះអញ្ចឹងវីដេអូលើកក្រោយគឺខ្ញុំនឹងអាចបង្ហាញអំពីរបៀប download antivirus Avast free អូខេជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណ